top មួយកន្លែងដែលខ្ញុំបានទៅញ៉ាំនៅប្រទេសសិង្ហបុរីអញ្ចឹងមើលវីដេអូនឹងអ្នកដែលទៅសិង្ហបុរីហាក់ដឹងទៅញ៉ាំអីណាមើលវីដេអូខ្ញុំមកឡើងមិន10កន្លែងទៅណាក៏បានកុំឲ្យពិបាកហៅកន្លែងញ៉ាំអីអញ្ចឹងជាដំបូងពេលទៅកន្លែងហ្នឹងកុំភ្លេចមើលថ្លៃផងអញ្ចឹងខាងដែលខ្ញុំរៀបរាប់ហ្នឹងទាំងអស់មានថ្លៃមានធូរថ្លៃអញ្ចឹងទី1 Din Thai Fung ហ្នឹងថ្លៃគេរៀងសមរម្យដែរម្ហូបចិនហើយគេមានកន្លែងដាក់កាបូបដាក់អីអញ្ចឹងនិយាយរួមឲ្យតែហាងដែលមានservisយកចានយកកែវយកក្រាស់ជុំមកឲ្យយើងដឹងតែមានservisឆាត10% ហើយនឹង GST 9% វ៉ាត់គេហ្នឹងហើយកុំភ្លេចសាកស្រាវឡុងប៉ាវគេហ្នឹងបន្ទាប់មកហាងទី2ហ្នឹង Toast Box ភាគច្រើនហ្នឹងគេញ៉ាំអាហារពេលព្រឹកបែបប្រជាជនសិង្ហបុរីមានពងមាន់មានកាហ្វេមានអីនេះបាយឡាក់សាហ្នឹងអ្នកអត់សូវចេះញ៉ាំកាពិអត់ញ៉ាំអត់កើតទេប៉ុន្តែខ្ញុំអត់អីញ៉ាំបានហើយតម្លៃវារៀងធូរថ្លៃដែរអញ្ចឹងកន្លែងទី3 Angelina នៅ Marina Bay អាហ្នឹងថ្លៃហ្នឹងហើយហ្នឹងខ្ញុំធ្លាប់បានបង្ហាញពីវីដេអូហើយកាត់តុង Paradise នេះតម្លៃរៀងថ្លៃដែរប៉ុន្តែអត់ថ្លៃដូច Angelina ហ្នឹងឯងអញ្ចឹងជាម្ហូបចិនហើយនេះ Cavern Restaurant ដែលថត MV បទ Jisoo ហ្នឹងហើយខ្ញុំមកញ៉ាំនៅ Jumbo Premium Resort នៅ Sentosa មើលតែម្ហូបក៏ដឹងតម្លៃឯងព្រោះហៅតែពីរមុខគេបន្ទាប់មកខ្ញុំញ៉ាំ Chaker ហ្នឹង Meal Tea នៅក្នុងឆ្ងាញ់ប៉ុន្តែនៅខ្មែរយើងមានដែរឈ្មោះ Kingdom រសជាតិស្រៀងគ្នាឯង Kingdom Tea ហើយបន្ទាប់មកខ្ញុំទៅ លពោធិ៍សាត់នឹងជា food court អញ្ចឹងតម្លៃគេសមរម្យឯនៅក្នុងហើយទៅម្ហូបសម្បូរបែបណាស់នៅក្នុងហើយបន្ទាប់មកខ្ញុំទៅ High House បើប្រៀបធៀបជាមួយខ្មែរដូច Eclipse វាជាន់ខ្ពស់អញ្ចឹងណាគេមានកម្រងទៅឆ្លងឆ្នាំអីនៅសិង្ហបុរីអាចទៅក្នុងគឺមើលឃើញទេសភាពសិង្ហបុរី360ដឺក្រេឃើញសិង្ហបុរីគឺសម្បូរអាគារបើកភ្លើងភ្លឺចង្ចាច់អានឹងខ្ញុំថតនោះពេលយប់ជ្រៅខ្លាំងណាស់នៅភ្លឺប៉ុណ្ណឹងឃើញតាមផ្លូវស្ងាត់ទេចឹងណាមានកម្រងទៅនងកុំភ្លេចទៅ high ground ម្នាក់ដូចជា30ជាងហើយគេមាន free drink ឲ្យយើងម្នាក់2កែវចឹងកន្លែងបន្ទាប់នេះដូចសួនវង្វេងគ្រាន់តែចរាយន្តក៏វង្វេងដែរហ្នឹងហើយឈ្មោះតុនគីឈីម្ហូបជប៉ុនហើយកន្លែងមួយទៀតហ្នឹងឈ្មោះសាប់ភួតៃណា ramen កន្លែងហ្នឹងក៏ឆ្ងាញ់ដែរនៅទល់មុខ Din Thai Fang នៅ Paragon ហ្នឹងដែរចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងសង្ឃឹមថាអាចជួយបានបាយបាយ